សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកអំពីការលេងល្បែងប្រជាប្រិយខ្មែរគឺឈូងច្រៀងបាទការលេងឈូងច្រៀងហ្នឹងនៅតាមតំបន់ខ្លះគឺលេងបែបនេះលេងបែបនោះប៉ុន្តែពីតូចមកខ្ញុំធ្លាប់មើលបងពូមីងលេងដូច្នេះការវឹកហាត់របស់ខ្ញុំរបស់កូនលេងមុនចូលឆ្នាំប៉ុន្តែអត់មានពេលពួកគាត់ក៏នាំគ្នាសូមខ្ញុំឲ្យសូមទៀតដោយសារពេលវេលាបាទសូមរីករាយទស្សនានិងកំសាន្តដូចតទៅទាំងអស់គ្នាទទួលឈូងខ្ញុំឈូងអើយឈូងចឹងខ្ញុំសូមច្រៀងណាអើយអើងអើយប្រុងសម័យអីលើអើងអើយរូបរាងឡើងខ្មៅតែរៀនពូកែណាំងអោណាមែនហើយរូបរាងឡើងខ្មៅតែរៀនពូកែមើលយូរទៅសង្ហាម្លែងរៀនពូកែណាស់ថ្នាក់ទី6ក៏ហើយណនាងកៅពេលអើយណនាងកៅអើយឥឡូវខ្ញុំច្រៀងណាអើយអើយសាំងក្រវ៉ាអបកាទៀមអើយសម្ដីសូភាពជាកូននាងអើយស្រែណាមែនហើយសម្ដីសូភាពជាកូននាងស្រែជាតុងចែងដាំងជាមើលថែជាកូននាងស្រែរាំងសាម៉ែអើយហើយណនាងកៅពេលអើយណនាងកៅអើយឥឡូវខ្ញុំច្រៀងណាអើយកុមារីកុំអួនពេងអើយធម្មតាក្រៅមេគេតែងរស់នៅអណាមែនហើយធម្មតាក្រៅមេគេតែងរស់នៅដៀលពួកខ្ញុំរងើប្រុងអីលើសម័យហើយសោហើយណនាងកែវពេលអើយណនាងកែវអើយយ៉ាងអើយមិនអើយខ្ញុំសូមជួងយ៉ាងអើយសំដីពីងរួឆ្ងាញ់ពីសាអោណាមែនហើយសំដីពីរឆ្ងាញ់ពីសាខ្ញុំសូមជួងចង់កងហើយណាអានិនមេតាដាក់ឲ្យចាំហើយណនាងកែវពេលអើយណនាងកែវបាទសូមអរគុណល្បែងឈូងច្រៀងរបស់ប្រជាប្រិយខ្មែរយើងគឺសន្មតថាចាប់បែបនេះគឺរាល់ពេលចាប់ស្រីជាអ្នកច្រៀងចាប់ឈូងបានច្រៀងក៏ស្រីក៏ទៅជួសនៅប្រុសបាទហើយឡែកនេះជាការលេងដើម្បីបង្ហាញសូមអធិស្ឋានអរគុណជម្រាបលាសុខសប្បាយអរគុណ